ចំពោះមនុស្សនៅចម្ពោះទ្វីបគឺថាភ្នំព្រះសិនេរុនេះភ្នំព្រះសិនេរុនេះគឺហូរមាន4ទិសហូរ4ទិសហ្នឹងចំពោះទិសខាងកើតហូរនៅប្រាក់ហូរប្រាក់តែបងនៅទិសខាងកើតនៃភ្នំសិនេរុហ្នឹងហូរមកសិតតែប្រាក់ហូរពីលើកពូលភ្នំមកហូរសិតតែប្រាក់អញ្ចឹងតែបងកាលណាហូរប្រាក់ហ្នឹងវាពើសកាលណាពើសមេឃក៏សទឹកសមុទ្រក៏ពើសដើមឈើក៏ស្លឹកពើសអាហ្នឹងអញ្ចឹងនឹងនៅខាងពុព្វវិទេហទ្វីបគឺថាកំពូលភ្នំសិនេរុហ្នឹងហូរមកសិតតែប្រាក់ហូរទៅខាងកើតហ្នឹងដោយសារហូរនៅប្រាក់នៅទិសខាងកើតអញ្ចឹងអ្នកមនុស្សដែលរស់នៅក្នុងទិសខាងកើតនឹងឯងគឺថាទឹកសមុទ្រក៏ពើសផ្ទៃមេឃក៏ពើសស្លឹកឈើក៏ពើសអាហ្នឹងចា៎ណាហើយដូចជាយើងនៅចម្ពោះទ្វីបនៅទិសខាងត្បូងយើងនៅចម្ពោះទ្វីបទិសខាងត្បូងអញ្ចឹងភ្នំសិនេរុនឹងហូរមកគឺហូរខាងលិចគឺហូរមកនៅត្បូងកែវផលិតអញ្ចឹងផ្ទៃទឹកក៏ពើផលិតហើយទឹកសមុទ្រក៏ពើផលិតស្លឹកឈើក៏ពើផលិតហើយនៅខាងជើងហើយនៅទិសខាងជើងហូរមកដោយមាសតែម្ដងទិសខាងជើងមនុស្សដែលនៅឧត្តរការោទ្វីបនៅខាងជើងនៃភ្នំសិនេរុអញ្ចឹងហូរពីកំពូលភ្នំសិនេរុសិតតែមាសហូរមកសិតតែមាសអញ្ចឹងទឹកសមុទ្រក៏ពើដូចមាសផ្ទៃមេឃក៏ពើដូចមាសស្លឹកឈើក៏ដូចមាសពើដូចមាសទាំងអស់អាហ្នឹងយើងចាំត្រួសអញ្ចឹងតែស្ដាប់តនេះខ្ញុំបញ្យល់មិញស្ដាប់តហើយណាខ្ញុំសង្ខេបសារថ្មីទៀតដើម្បីឲ្យយើងចាប់បានពពួកមនុស្សនៅលើផែនដីនៅទិសខាងកើតហៅថាវិទេហទ្វីបភ្នំព្រះសម័យទិសខាងកើតហូរមកនៅប្រាក់ណាកាលណាហូរនៅប្រាក់ទឹកសមុទ្រក៏ពើប្រាក់ពើសមេឃផ្ទៃមេឃក៏ពើសស្លឹកឈើក៏ពើសហើយចំពោះនៅទិសខាងត្បូងភ្នំកំពូលភ្នំសិនេរិហូនៅកែវអីនៅកែវមរកតបហូនៅកែវមរកតអញ្ចឹងផ្ទៃសមុទ្រក៏ពើខៀវផ្ទៃមេឃក៏ពើខៀវស្លឹកឈើក៏ពើខៀវហើយចំពោះទិសខាងលិចគឺហូរពីលើកំពូលភ្នំសិនេរុមកនៅកែវផលិតអញ្ចឹងទឹកសមុទ្រក៏ពើផលិតហើយផ្ទៃមេឃក៏ពើផលិតហើយស្លឹកឈើក៏ពើផលិតចឹងនៅទិសខាងជើងហូរអីកំពូលភ្នំព្រះសម័យហូរអីហូរមាសបើណាពើហូរមាសអញ្ចឹងផ្ទៃសមុទ្រក៏ពើមាសផ្ទៃមេឃក៏ពើមាសស្លឹកឈើក៏ពើមាសតាមតាមទេអញ្ចឹងហ្នឹងអញ្ចឹងយើងនិយាយអំពីរឿងមនុស្សនៅក្នុងទ្វីបទាំង4ហ្នឹងណាអាហ្នឹងហើយម្យ៉ាងទៀតចំពោះមនុស្សនៅក្នុងទ្វីបទាំង4ហ្នឹងទៀតមនុស្សដែលកើតនៅក្នុងទ្វីបពុព្វវិទេហទ្វីបនៅខាងកើតនៃភ្នំព្រះសម័យណាមនុស្សនៅត្រង់ទ្វីបនឹងមានអាយុត្រឹម500ឆ្នាំត្រឹម500ឆ្នាំ
mình húអំពី500ឆ្នាំនឹងទេណានឹងត្រឹម500ឆ្នាំអាយុរបស់មនុស្សនៅពុព្វវិទេហទ្វីបគឺយ៉ាងទាបបំផុតគឺ500ឆ្នាំចាំណាទេបងណាហ្នឹងហើយមនុស្សដែលនៅចម្ពោះទ្វីបដូចយើងរាល់ថ្ងៃនេះអាយុរបស់មនុស្សអត់ទៀងទាត់ទេអត់មែនដូចនៅពុព្វវិទេហទ្វីបទេមនុស្សយើងនៅចម្ពោះទ្វីបរសិនបើកាយកម្មវចីកម្មមโนកម្មរបស់យើងសម្បូរទៅដោយកុសលដូច្នោះអាយុនៅមនុស្សចម្ពោះទ្វីបអាចឡើងរហូតដល់1អសង្ខ័យឆ្នាំក៏ប៉ុន្តែបើសិនជាតាមផ្លូវកាយតាមផ្លូវវិជ្ជានិងតាមផ្លូវចិត្តសម្បូរទៅដោយទុច្ចរិតគឺអាយុរបស់មនុស្សនៅចម្ពោះទ្វីបអាចថយចុះរហូតដល់10ឆ្នាំអញ្ចឹងអត់នឹងនោទេណាអត់នឹងនោទេអាយុចំពោះមនុស្សនៅចម្ពោះទ្វីបនេះហ្នឹងបើធ្វើនៅសេចក្តីល្អនឹងឯងច្រើនទៅក៏ឡើងរហូតដល់1អសង្ខ័យឆ្នាំហើយបើសិនជាមិនល្អទេចុះរហូតដល់10ឆ្នាំនឹងចឹងក៏ប៉ុន្តែចំពោះអាយុរបស់មនុស្សទ្វីបដទៃទៀតគឺមានសភាពទៀងទាត់នៅទិសខាងកើតនៅក្នុងពុព្វវិទេហទ្វីបមានអាយុ500ឆ្នាំហើយដល់តែនៅទិសខាងលិចនៃភ្នំព្រះសិនេរុគឺអមរៈអបរៈកោយានទ្វីបឬក៏យើងហៅថាអមកោយានទ្វីបមនុស្សកើតនៅត្រង់កន្លែងហ្នឹងមានអាយុ700ឆ្នាំហើយនឹងមនុស្សនៅក្នុងទ្វីបឧត្តករោទ្វីបនៅទិសខាងជើងនៃភ្នំសិនេរុមានអាយុ1000ឆ្នាំហ្នឹង1000ឆ្នាំហើយអាយុនៅក្នុងទ្វីបទាំង3នឹងឯងទៀងទាត់តែវាអត់ទៀងទាត់ទៅចំពោះទ្វីបយើងនឹងទេកូនចាណាចំពោះទ្វីបយើងបើសិនតែកុសលធ្វើខ្លាំងឡើងរហូតដល់1អសង្ខ័យច្រើនតម្លងហើយបើសិនតែប្រព្រឹត្តនៅអំពើអកុសលខ្លាំងចុះរហូតដល់10ឆ្នាំឯមនុស្សនៅក្នុងទ្វីបគេដទៃគេអត់ទេអត់ដូចមនុស្សនៅចំពោះទ្វីបប្រែប្រួលអញ្ចឹងទេគឺវាមានពិតប្រកប500គឺ500 700គឺ700 1000គឺ1000ហ្នឹងតែម្ដងដល់បានទេចឹងមនុស្ស4ជាពូកនេះយើងត្រូវឲ្យយល់នៅក្នុងទ្វីបនេះមួយដែរហ្នឹងក៏ប៉ុន្តែមនុស្សនៅចំពោះទ្វីបនេះមានសេចក្តីអស្ចារ្យ3យ៉ាងមនុស្សដែលរស់នៅក្នុងចំពោះទ្វីបនេះល្អក្រៃលែងជាងមនុស្សនៅឧត្តករោទ្វីបល្អក្រៃលែងជាងទេវតានៅតាវតឹងទៀតទី1គឺសុរភាវៈមានសភាពក្លាហានសុរៈធ្វើអីនឹងគឺក្លាហានណាស់មុតមមណាស់សុរៈហ្នឹងធ្វើកុសលអីគឺកុសលខ្លាំងក្លាណាស់ក៏ប៉ុន្តែបើធ្វើអកុសលក៏ខ្លាំងក្លាដែរហ្នឹងហើយសុរភាវៈនឹងចំពោះមនុស្សដែលនៅចំពោះទ្វីបហ្នឹងធ្វើល្អក៏ក្លាហានធ្វើអាក្រក់ក៏ក្លាហានធ្វើដែរហ្នឹងហើយចំណុចទី2គឺសតិមន្តៈមានសតិមានស្មារតីតាំងសុបនៅក្នុងបរតនត្រ័យមានសតិមានស្មារតីតម្កល់ទុកក្នុងបរតនត្រ័យឯមនុស្សដទៃគឺអត់ទេអត់មានសភាពយ៉ាងហ្នឹងទេ
ចឹងបានជាមនុស្សចម្ពូទ្វីបនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តែត្រាស់ដឹងនៅក្នុងទ្វីបមនុស្សក្នុងចម្ពូទ្វីបដតីព្រះអង្គមិនត្រាស់ដឹងទេហើយត្រាស់ដឹងតែក្នុងចក្រវាលនឹងទៀតចក្រវាលច្រើនណាស់ក៏ប៉ុន្តែព្រះអង្គទ្រង់ត្រាស់ដឹងតែក្នុងចក្រវាលនឹងឯងហ្នឹងហើយចំណុចទី3ព្រហ្មចរិយវេសៈគឺមានការប្រព្រឹត្តព្រហ្មចរិយធម៌អាចបួសប្រភ្នោះជាភិក្ខុសាមណេរបានមនុស្សដទៃអត់មានមនុស្សនៅក្នុងទ្វីបដទៃអត់មានបួសទេទេវតាអត់មានបួសបានទេក៏ប៉ុន្តែមនុស្សយើងនៅក្នុងចម្ពូទ្វីបនឹងអាចប្រព្រឹត្តនៅព្រហ្មចរិយបួសនៅក្នុងសាសនាសម្រាប់មគ្គផលបានអានឹងអញ្ចឹងហ្នឹងណាអានឹងចំពោះសេចក្តីអស្ចារ្យចំពោះមនុស្សដែលនៅចម្ពូទ្វីបនឹងឯងហ្នឹងហើយដាក់តន់តិចចឹងតន់នេះណាហើយនឹងចំណុចមួយទៀតនរៈ8រណ្ដៅមានតែនៅក្រោមចម្ពូទ្វីបតែប៉ុណ្ណោះទ្វីបដទៃអត់មានរណ្ដៅនរៈទេហ្នឹងហើយឃើញខ្ញុំគូចំណុច8មកក្រោមណាគឺមានតែនៅក្រោមចម្ពូទ្វីបតែប៉ុណ្ណោះរណ្ដៅនរៈហើយនៅក្រោមទ្វីបដទៃទៀតអត់មានរណ្ដៅនរៈទេរណ្ដៅនរៈគឺមានតែនៅក្រោមចម្ពូទ្វីបតែប៉ុណ្ណារណ្ដៅទី1ឈ្មោះសញ្ជីវនរៈនេះអាលើគេបំផុតហ្នឹងហើយពីប្រឡោះខាងលើផ្ទៃទឹកមកដល់អារណ្ដៅទី1ហ្នឹងមកប្រឡោះហ្នឹងចម្ងាយ 15,000 យោជន៍ចម្ងាយមកប្រឡោះហ្នឹង 15,000 យោជន៍ហើយរណ្ដៅទី1ឈ្មោះសញ្ជីវនរៈរណ្ដៅទី2ឈ្មោះកាលសត្តនរៈរណ្ដៅទី3ឈ្មោះសង្ឃាតនរៈរណ្ដៅទី4ឈ្មោះចូលរោរវនរៈរណ្ដៅទី5ឈ្មោះមហារោរវនរៈរណ្ដៅទី6ឈ្មោះចូលតាបននរៈរណ្ដៅទី7ឈ្មោះមហាតាបននរៈហើយរហូតដល់រណ្ដៅទី8នេះវាមកជាប់នឹងមកជាប់ជាមួយនឹងសិលាបតវ័យឈ្មោះអវិជ័យនរៈអវិជ័យនរៈទេវតាឆេះនៅក្នុងរណ្ដៅទី8ហ្នឹងឯងជាប់ជាមួយនឹងសិលាបតវ័យហ្នឹងឯងនឹងរណ្ដៅនរៈនៅក្រោមចម្ពូទ្វីបហ្នឹងឯងនៅក្នុងទ្វីបដទៃគឺអត់មានទេហ្នឹង